ថៃកាន់តែស្អុយឈ្មោះទោះ Lisa នៃក្រុម Blackpink ក៏មិនអាចជួយបានក្រោយធ្លាយករណីតារា model ជនជាតិ Belarus ត្រូវគេចាប់ពង្រត់ពីបាងកកយកទៅសម្លាប់វះយកគ្រឿងក្នុងផ្អើលពិភពលោកដើម្បីជួយស្ដារវិស័យទេសចរថៃដែលកំពុងដាំក្បាលចុះខ្លាំងក្រោយស្អុយឈ្មោះថាពូកែធ្វើស៊ីភ្ញៀវទេសចរបរទេសនិងជាប់ឈ្មោះជាស្ពានឆ្លងកាត់ដ៏សកម្មនៃក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញអាជ្ញាធរថៃបានជ្រើសរើសនាង Lisa ដែលជាសមាជិកនៃកម្ពុជាតារាចម្រៀងកូរ៉េ Blackpink ឲ្យធ្វើជាទូតសុតឆន្ទៈឬ BA ដោយសង្ឃឹមថានាង Lisa នឹងអាចជួយទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកទោះជាយ៉ាងណាពេលនេះប្រទេសថៃកាន់តែស្អុយឈ្មោះពេញពិភពលោកដែលទោះជានាង Lisa នៃក្រុម Blackpink ក៏មិនអាចជួយស្រោចស្រង់វិស័យទេសចរថៃបានដែរក្រោយធ្លាយករណីតារា model ជនជាតិ Belarus វ័យក្មេងម្នាក់ត្រូវបានក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញលបួងឲ្យធ្វើដំណើរមកកាន់ប្រទេសថៃហើយត្រូវបានចាប់ពង្រត់ពីក្រុងបាងកកយកទៅធ្វើទរណកម្មយ៉ាងព្រៃផ្សៃនិងសម្លាប់វះយកគ្រឿងក្នុងទៅលក់ផ្អើលពិភពលោកពេលនេះអាជ្ញាធរទេសចរថៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះប្រតិកម្មរបស់ពិភពលោកបន្ទាប់ពីសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយពីករណីតារា model និងតារាចម្រៀងជនជាតិ Belarus វ័យក្មេងដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Vera Krausota វ័យ26 ឆ្នាំត្រូវបានក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញលបួងឲ្យធ្វើដំណើរមកកាន់ប្រទេសថៃហើយក៏ត្រូវបានចាប់ពង្រត់ពីក្រុងបាងកកយកទៅធ្វើទរណកម្មនិងសម្លាប់វះយកគ្រឿងក្នុងយ៉ាងព្រៃផ្សៃហួសថ្លៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះលោកស្រីថាផានីគៀតផៃបុលប្រធានអាជ្ញាធរទេសចរថៃនិយាយថាលោកស្រីព្រួយបារម្ភយ៉ាងខ្លាំងថាការជជែកដេញដោលយ៉ាងក្តៅគគុកតាមបណ្ដាញអ៊ីនធឺណិតអំពីករណីដ៏រន្ធត់នៃតារា model និងតារាចម្រៀងជនជាតិ Belarus ខាងលើអាចធ្វើឲ្យពិភពលោកបាត់បង់ការជឿទុកចិត្តលើសុវត្ថិភាពទេសចររបស់ប្រទេសថៃប្រធានអាជ្ញាធរទេសចរថៃរូបនេះបានបញ្ជាឲ្យការិយាល័យនៃអាជ្ញាធរទេសចរថៃធ្វើការវិយតម្លៃអំពីស្ថានភាពនេះភ្លាមអង្កេតតាមដានគ្រប់វេទិកាឬ platform បណ្ដាញទំនាក់ទំនងសង្គមនិងផ្ដល់ព័ត៌មានបច្ចុប្បន្នភាពជាប្រចាំអាជ្ញាធរទេសចរថៃបានបញ្ជាក់ថាករណីតារា model និងតារាចម្រៀងជនជាតិ Belarus ខាងលើបានចាប់ផ្ដើមល្បីសុសសាយកាលពីប៉ុន្មានថ្ងៃមុននេះហើយថាបណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសបានចុះផ្សាយថាជនរងគ្រោះមិនមែនជាភ្ញៀវទេសចរនោះទេប៉ុន្តែនាងជាអ្នកស្វែងរកឱកាសការងារនៅបរទេសហើយនាងធ្លាប់រស់នៅក្នុងប្រទេសចិនមុនពេលនាងត្រូវបានគេលបួងឲ្យមកធ្វើជាតារា model នៅក្នុងប្រទេសថៃសូមបញ្ជាក់ថាពិភពលោករន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីធ្លាយដំណឹងថានារីជនជាតិ Belarus ខាងលើត្រូវបានក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាធ្វើទរណកម្មហើយសម្លាប់វះយកគ្រឿងក្នុងទៅលក់បន្ទាប់ពីនាងត្រូវបានគេលបួងឲ្យទៅធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃអ្វីដែលកាន់តែសាហាវហួសថ្លែងក្រោយពីធ្វើទរណកម្មនិងសម្លាប់ជនរងគ្រោះយកគ្រឿងក្នុងទៅលក់ហើយនោះក្រុមឧក្រិដ្ឋជនថែមទាំងចម្រិតទារលុយ$55,000ពីក្រុមគ្រួសារជនរងគ្រោះទៀតផងជាថ្នូរនឹងការប្រគល់ធាតុរបស់នាងត្រឡប់ទៅវិញ